បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន8 Plus មួយ iPhone 8 Plus គឺ iPhone 8 Plus នេះគឺបើកគ្រឿងអត់ចេញទេហើយទូរស័ព្ទនេះគឺធ្ងន់ធ្ងរដែរគឺធ្លាក់បែកអញ្ចឹងណាអញ្ចឹងចំពោះទូរស័ព្ទបើកគ្រឿងអត់ចេញគឺយើងត្រូវធ្វើម៉េចគឺទូរស័ព្ទនេះគឺយើងយកមកកឹបជាមួយនឹង power supply គឺវាអត់ឆ្លងណាហ្នឹងហើយជាមួយ power supply គឺវាអត់ឆ្លងទេប៉ុន្តែទូរស័ព្ទនេះនៅពេលដែលយើងធ្វើការចុចបើកទៅវាឆ្លងគឺវាអំពែគឺវាខុសប្រក្តីណាអញ្ចឹងចាំមើលខ្ញុំចុចបើកទាំងអស់គ្នាខ្ញុំចុចមកប៉ឹកណានេះគឺទូរស័ព្ទហ្នឹងគឺយើងចុចមកប៉ឹកចឹងមកគឺវាឆ្លងទៅដល់1600ជាងអញ្ចឹងទូរស័ព្ទនេះគឺឆ្លងក្តៅម៉ាស៊ីនហើយអញ្ចឹងចំពោះការឆ្លងបែបនេះខ្ញុំធ្វើការបិទ power supply សិនអញ្ចឹងចំពោះទូរស័ព្ទដែលឆ្លងបែបនេះគឺក្តៅអញ្ចឹងបងប្អូនអាចធ្វើការ scan បានដើម្បីយើងរកកំហូចតើវាខូចអីអញ្ចឹងណាអញ្ចឹងចំពោះការរកកំហូចយើងធ្វើការ scan ទាំងអស់គ្នាបាទតើវាខូចកន្លែងណាបាទឥឡូវនេះយើងធ្វើការ scan អញ្ចឹងចំពោះការ scan គឺយើងដាក់ជាមួយទូរស័ព្ទអញ្ចឹងមកបាទគឺខ្ញុំប្រើឧបករណ៍របស់ខ្ញុំនេះគឺ scan ជាមួយទូរស័ព្ទបាទអញ្ចឹងយើងចុចមកប៉ឹកមើលតើវាឆ្លងកន្លែងណាបាទចាស់ឃើញគឺឆ្លងចេញពីជ្រុងអ៊ីសេភ្លើងនេះជ្រុងអ៊ីសេភ្លើងកន្លែងនេះអូខាងនេះនេះនៅពេលដែលយើងចោលទៅវាប្រាប់ហើយអញ្ចឹងទូរស័ព្ទនេះគឺវាឆ្លងជ្រុងនេះបាទឆ្លងជ្រុងនេះឥឡូវយើង scan កន្លែងចេញទៀតចំការវាមិនមែនឆ្លងកន្លែងហ្នឹងទេវាឆ្លងអាផ្សេងតែវាធ្វើឲ្យក្តៅកន្លែងហ្នឹងអញ្ចឹងណាឥឡូវនេះយើងធ្វើការអស់ចិត្តឥឡូវយើងតេស្តមើលម្ដងទៀតអញ្ចឹងយើងទើសដៃតិចបាទអត់ទេឥឡូវនេះយើងទៅតេស្តមើលម្ដងទៀតគឺមើលឆ្លងជ្រុងនឹងដដែលបាទគឺមាន2កន្លែងមិញជ្រុងនេះមួយទៀតខ្នើយជ្រុងនេះមួយទៀតឥឡូវយើងសង្ស័យម្ដុំហាត់ឌីសិនបាទឥឡូវយើងធ្វើការ scan មើលម្ដុំហាត់ឌីសិនព្រោះឯនៅពេលដែលវាឆ្លងអាកងដង់នៅក្បែរហាត់ឌីសនេះអញ្ចឹងកន្លែងហ្នឹងគឺវាស៊ីភ្លើងខ្លាំងអញ្ចឹងវាធ្វើឲ្យអ៊ីសេភ្លើងហ្នឹងក៏ប្រតិកម្មដែរអញ្ចឹងឥឡូវយើងចុចមើលម្ដងទៀតឲ្យអស់ចិត្តខ្ញុំពេចភ្លើងបាទឥឡូវនេះយើងចុចម្ដងទៀតអស់ចិត្តនេះអូរកឃើញហើយអញ្ចឹងគឺវាឆ្លងកងដង់មួយគ្រាប់នេះឯងឥឡូវយើងធ្វើការឆ្លោះនឹង microscope មើលទាំងអស់គ្នាបាទគឺវាឆ្លងនេះកងដង់នេះបាទឥឡូវនេះយើងសង្ស័យម្ដុំហាត់ឌីសកងដង់ពីវាក្របនេះណាអញ្ចឹងយើងឲ្យកាន់តែច្បាស់យើងតេស្តមើលជាមួយនឹង microscope ហើយយើងមើលនឹងភ្នែកទទេតើនៅពេលដែលយើងធ្វើការប្រឡែងភ្លើងចុចមកប៉ឹកទៅតើកងដង់មួយណាខូចអញ្ចឹងណាឥឡូវនេះយើងទៅតេស្តទាំងអស់គ្នា1 2 3យើងចាប់បើមអូភ្លេចប្រឡែងភ្លើងអូខេតាម្ដងទៀតនេះឃើញទេអញ្ចឹងចំពោះការ scan គឺយើងច្បាស់ហើយថាម្ដុំហ្នឹងប៉ុន្តែគាត់ថាយើងចង់បញ្ជាក់ឲ្យច្បាស់តើកងដង់ហ្នឹងមាន2 3ជាប់ហ្នឹងតើមួយណាខូចមែនតើអញ្ចឹងណាអញ្ចឹងចំពោះការរកគឺគេរករបៀបហ្នឹងអញ្ចឹងនៅពេលដែលយើងឆ្កោះកងដង់ហ្នឹងចេញគឺម៉ាស៊ីនហ្នឹងគឺនឹងដំណើរការវិញធម្មតាហើយ
ចឹងឥឡូវយើងកោះចេញតែម្ដងទៅបាទឥឡូវនេះបន្ទាប់ពីយើងធ្វើការរកកំហូចឃើញហើយឥឡូវនេះយើងធ្វើការតេស្តបើកទាំងអស់គ្នាបាទដោយសារថាការរៀបចំចឹងខ្ញុំរៀបចំចូលទាំងអស់ចឹងមកបាទហើយយើងធ្វើការបើកហើយយើងមើលទៅលើ power supply បាទគឺយើងចុចបើកហ្នឹងហើយយើងចុចបើកគឺអំពែគឺវាដើរធម្មតាទេបាទវាឈប់ឆ្លងហើយគឺម៉ាស៊ីននេះបើកចេញធម្មតាហើយគឺវាឆ្លងស៊ីមកក្របនៅចិត្ត hard disk បាទនៅពេលដែលវាឆ្លងអាស៊ីនឹងមកក្របទៅវាធ្វើឲ្យទូរស័ព្ទហ្នឹងក្តៅអញ្ចឹងការក្តៅគឺវាអាចរៀលទៅដល់នឹងវិស័យភ្លើងនៅពេលដែលយើង scan ទៅយើងឃើញកន្លែងឆ្លង2អញ្ចឹងបន្ទាប់មកយើងកុំតន់ធ្វើការលើកវិស័យភ្លើងយើង scan កន្លែងផ្សេងឲ្យអស់សិនបាទព្រោះពេលខ្លះស៊ីហ្នឹងវាស៊ីអំពែធំនៅពេលដែលវាស៊ីអំពែធំវាធ្វើឲ្យក្តៅវិស័យភ្លើងអញ្ចឹងយើងយល់ច្រឡំថាខូចវិស័យភ្លើងពេលខ្លះក៏វាអាចខូចមែនតែពេលខ្លះក៏វាមិនតាន់ខូចដែរយើងមើលឲ្យអស់ចិត្តសិនណាអញ្ចឹងនៅពេលដែលខ្ញុំ scan ទៅឃើញវាខូចស៊ីមកក្របដូចបងប្អូនឃើញអញ្ចឹងឥឡូវនេះយើងធ្វើការឆ្កឹះវាចេញមកគឺវាឈប់ឆ្លងឈប់អីយើងបើកប្រើបានវិញធម្មតាបាទហើយអាការៈទូរស័ព្ទនេះគឺធ្ងន់មែនតើបាទអញ្ចឹងសម្រាប់មិត្តជាងឬក៏បងប្អូនដែលអត់ទាន់ជួបឬក៏ពេលជួបយើងអាចធ្វើការតេស្តសាកល្បងតាមវិធីសាស្ត្រខ្ញុំបាទលឿនមែនតើបាទអានេះសម្រាប់អ្នកដែលអត់ទាន់ធ្លាប់ជួបណាអ្នកដែលអត់ដឹងបាទគឺតិចនិចនេះគឺលឿនមែនតើគឺសម្រាប់ធ្វើខ្ញុំធ្វើបើមិនជាយើងអត់ធ្វើជាវីដេអូទេយើងធ្វើមិនដល់1នាទីទេបាទគ្រាន់តែយើងដោះពឹបមកយើងរកឃើញតែម្ដងបាទអញ្ចឹងអរគុណច្រើនបាទ